កុំបារម្ភអីមនុស្សស្រីដូចជានាងមានច្រើនណាស់មិនដល់វេននាងទេឲ្យតែរឿងរៀបការរបស់កូនមិនទាន់ចប់សពគ្រប់ម៉ាក់នៅមិនសុខក្នុងចិត្តទេអត់ទេយើងត្រូវតែយកលុយឲ្យបានសិនបងប៉ាតើកូនជាកូនបង្កើតរបស់ប៉ាមែនទេសំបីតែនៅពេលនេះប៉ានៅតែគិតរឿងលុយទៀតមុខបែបនេះខ្ញុំទ្រាំមើលមិនបានសំបីតែមួយវិនាទីទេដូចជាឆ្កែឆ្កួតដែលចេះតែខំគេផ្ដេសផ្ដាសនាងថាឲ្យអ្នកណាឆ្កែឆ្កួតអ្នកណាឆ្លើយអ្នកនឹងហើយជាឆ្កែឆ្កួតនិយាយអញ្ចឹងអ្នកមីងទៅតែចោទថាខ្ញុំទៅដណ្ដើមកូនប្រសាររបស់អ្នកមីងកុំស្មានថាមនុស្សស្រីទាំងអស់នៅលើโลกនេះសុទ្ធតែដូចជាមីងយកខ្លួនទៅដូរដើម្បីបានគ្រប់យ៉ាងនោះទេខ្ញុំបានថានាងពីពេលណាបងមើលនាងចោះនាងជាស្អីគេនាងចេះតែតាក់អ្នកមានកុំក្រអឺតក្រទុំពេកលេងខាងមិញខ្ញុំគិតថាខ្ញុំគួរតែរំលឹកលោកពីរឿងមួយបានជាក្រុមហ៊ុនលេងរូបរបស់យើងត្រូវគេភេការកគម្រោងមិនបានសំបីតែមួយតាមពិតគឺនាងជាអ្នកនៅពីក្រោយខ្នងសោះក្រុមហ៊ុនលេងរូបមិនអាចដួលរំបានទេក្រុមហ៊ុនលេងរូបជាកម្លាំងញើសឈាមពេញមួយជីវិតរបស់ខ្ញុំប៉ាបានមើលឃើញអីនាងគឺជាប្រធានផ្នែកវិនិយោគដែលទើបតែងតាំងថ្មីរបស់ក្រុមហ៊ុនមើលរូបគឺនាងហើយដែលជាអ្នកធ្វើឲ្យក្រុមហ៊ុនលេងរូបរបស់យើងស្ទើរតែដួលរំបងយ៉ាងម៉េចហើយវាមិនអាចទៅរួចទេមិនក៏នាងអាចមានសមត្ថភាពដល់ថ្នាក់ហ្នឹងស្រីចង្រៃនាងមិនមើលទេហេថានេះជាកន្លែងបែបណាដោះស្រាយជាមួយមនុស្សឈួតគឺមិនចាំបាច់រើសកន្លែងទេមួយកំភ្លៀងនេះនាងសំនឹងទទួលវាហើយឈប់នាងកំពុងធ្វើស្អីហ្នឹងខ្ញុំកំពុងធ្វើអីខ្ញុំកំពុងតែការពារខ្លួនយ៉ាងឆិនខ្ញុំចង់សុំទោសអ្នកនាងជាវ៉ាន់ខ្ញុំមិននឹកស្មានសោះថាគេជាស្រាមកលើខ្ញុំហើយថែមទាំងគំរាមចង់ដណ្ដើមតំណែងបងស្រីធ្វើជាម្ចាស់ស្រីរបស់ក្រុមហ៊ុនមករូបទៀតលិនរស់នាងសម្ដែងជ្រុលពេកហើយដឹងទេរឿងនេះមិនចេះចប់ទេហើយអូននាងគិតថាអាងតែមុខមាត់នាងអាចជំនួសតំណែងលិនសេងឬបានឬសុំទោសតើលោកបានឮដោយផ្ទាល់ត្រជាមែនទេខ្ញុំមិនបានឮផ្ទាល់មែនតែខ្ញុំឃើញនាងវាគេផ្ទាល់ភ្នែកចុះវាមានន័យថាខ្ញុំជាអ្នកខុសឬលោកល្ងងណាស់គិតច្បាស់ទៅមើលនៅកន្លែងសាធារណៈបែបនេះបើនាងមិនមែនជាអ្នកឌឺដងខ្ញុំដោយចិត្តណាទេតើខ្ញុំទៅវានាងធ្វើអីល្បិចក្មេងបែបនេះមើលមិនធ្លុះទេខ្ញុំពិតជាមិនដឹងទេថាពីមុនខ្ញុំស្រឡាញ់លោកត្រង់ណានាងនិយាយអីមិញខ្ញុំថាលោកល្ងងអត់ទេឃ្លាមុននឹងឃ្លាមុនមួយណាខ្ញុំមិនបាននិយាយអីផងយ៉ាងឆិនបងមិនដឹងទេហេខៀវម្នាក់នេះនាងគឺជាប្រធានផ្នែកវិនិយោគដែលទើបតែងតាំងថ្មីអញ្ចឹងនាងគឺយល់ណាពេលនេះនាងប្រាប់បងពីអត្តសញ្ញាណនេះច្បាស់ណាស់ថានាងមានបំណងអាក្រក់នាងខំប្រឹងគ្រប់បែបយ៉ាងដើម្បីចូលមកចិត្តបងតាមពិតខ្ញុំគ្រងណែនាំខ្លួនឯងពេលនៅក្រុមហ៊ុនឯណោះទេពេលនេះវាកាន់តែងាយស្រួលហើយចាស់ខ្ញុំគឺជាប្រធានផ្នែកវិនិយោគថ្មីរបស់ក្រុមហ៊ុន Merk Group ខ្ញុំទទួលបន្ទុកអាជីវកម្មនៅសាខាក្រៅប្រទេសពួកយើងគ្មានគំនុំអីនឹងនាងទេមិនក៏នាងចង់បំផ្លាញក្រុមហ៊ុន Leng Group ក្រុមហ៊ុន Leng Group គឺជាកម្លាំងញើសឈាមពេញមួយជីវិតរបស់ Khang Ming កូនប្រសារយកយកដល់រូហានដែលធ្លាប់ជួយសង្គ្រោះជីវិតកូនផងកូនមិនអាចបោះបង់ចោលពួកយើងបានទេបាត់បង់ក្រុមហ៊ុនមិនសំខាន់ទេឲ្យតែកូនស្រីរបស់យើងសប្បាយចិត្តនិងមានសុវត្ថិភាពនោះគឺគ្រប់គ្រាន់ហើយពួកម៉ាក់កាន់តែចាស់ហើយសុខភាពក៏កាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃបើរឿងអាពាហ៍ពិពាហ៍របស់រូហានមិនទាន់នឹងនៅទេម៉ាក់នៅតែព្រួយបារម្ភមិនឈប់ម៉ាក់ប៉ាកុំបារម្ភអីយ៉ាងឆិនមិនបោះបង់ចោលពួកយើងទេយ៉ាងឆិនបងមិនយល់ទេហេនាងកំពុងនិយាយរឿងអីហ្នឹងបងប្រុសហេតុអីក៏បងមិនប្រាប់ខ្ញុំថាជាវគឺយល់ណាឯងដឹងតាំងពីដំបូងហើយមែនទេម្យ៉ាងទៀតនេះមិនមែនម៉ោងធ្វើការទេមិនក៏យករឿងការងារមកនិយាយពេលនេះល្អណាស់ហ៊ានធ្វើមុនរាយការណ៍តាមក្រោយរឿងដែលក្រុមហ៊ុនបដិសេធមិនវិនិយោគឲ្យក្រុមហ៊ុនលេនគឺជាការសម្រេចចិត្តរបស់សម្ព័ន្ធក្រោយពីបានវាតម្លៃយ៉ាងល្អិតល្អន់មិនមែនជាការសម្រេចចិត្តរបស់យល់ណាតែម្នាក់ឯងទេលេងខេងមិញខ្ញុំសួរលោកថាការគ្រប់គ្រងផ្ទៃក្នុងរបស់សម្ព័ន្ធក្រុមហ៊ុនលេនវឹកវរខ្លាំងមែនទេក្នុងរយៈពេលមិនដល់កន្លះឆ្នាំផងមាននាយកដ្ឋានប៉ុន្មានហើយដែលត្រូវបិទនៅក្នុងសម្ព័ន្ធក្រុមហ៊ុនលេនហើយមានយ៉ាងហោចណាស់10នាក់ជាថ្នាក់ដឹកនាំកម្រិតកណ្ដាលរបស់សម្ព័ន្ធក្រុមហ៊ុនលេនត្រូវបានចាប់ដាក់គុកដោយសារអំពើពុករលួយយ៉ាងឆិនព័ត៌មានទាំងអស់នេះខ្ញុំបានផ្ញើឲ្យឯងតាំងពីខែមុនហើយបើខ្ញុំដឹងថាលោកគង់យកសម្ព័ន្ធក្រុមហ៊ុនលេនទៅដាក់កំហុសឲ្យជាវន្ទៀតលោកគិតមើលថានរណាជាអ្នកបន្ទាប់ដែលត្រូវចូលគុកក្នុងចិត្តរបស់លោកដឹងច្បាស់ជាងគេហើយខ្ញុំយល់ហើយចុះរឿងអាពាហ៍ពិពាហ៍របស់រូហានស្ងាត់មាត់បងតឹងទ្រូងណាស់មើលទៅជំងឺចាស់ខ្ញុំរើឡើងទៀតហើយប៉ាយ៉ាងម៉េចហើយម៉ាក់ទីនកូនធ្វើអីអូអរណាស់ថ្ងៃនេះអូនធ្វើឲ្យគ្រប់គ្នាភ័យអស់ហើយអីចឹងហេខ្ញុំគ្រប់គ្រងបានហើយអាឡូបានមានការអីមានប្រជុំតាមវីដេអូបន្ទាន់មួយបងទៅដោះស្រាយសិនបើអូនត្រូវការអីទេប្រាប់បងទៅចុះអ្នកនាងជាវនៅម្នាក់ឯងហេ
James កំពុងជាប់ប្រជុំសំខាន់មួយគាត់នឹងត្រឡប់មកវិញឆាប់នេះធ្វើការម៉ោងនេះហេយប់ប៉ុណ្ណេះហើយបុគ្គលិកនៅក្រុមហ៊ុនមួយពិតជាឧស្សាហ៍ព្យាយាមមែនការប្រជុំអន្តរជាតិវាខុសម៉ោងគ្នាអ្នកនាងឈៀវខ្ញុំមានបញ្ហាផ្លូវអារម្មណ៍មួយតែវារំខានចិត្តខ្ញុំយូរមកហើយខ្ញុំចង់សុំយោបល់ពីអ្នកនាងលោកចេងអ្នកដែលជាអ្នកស្នងរបស់ក្រុមហ៊ុនយើងតែងតែមានស្រីស្អាតនៅក្បែរជានិច្ចធ្វើម៉េចនឹងអាចមានបញ្ហាផ្លូវអារម្មណ៍ទៅកើតខ្ញុំស្គាល់មនុស្សស្រីម្នាក់នាងស្រឡាញ់មនុស្សប្រុសម្នាក់ខ្លាំងណាស់រហូតដល់ព្រមធ្វើគ្រប់យ៉ាងដើម្បីគេប៉ុន្តែបុរសម្នាក់នោះមិនត្រឹមតែមិនចេះថ្នាក់ថ្នមនាងទេតែបែរជាទៅសេពគប់នឹងប្អូនស្រីរបស់នាងទៅវិញនៅទីបំផុតមនុស្សស្រីម្នាក់នេះក៏ត្រូវគូស្នេហ៍ក្បត់មួយគូនោះសម្លាប់ចោលអ្នកនាងឈៀវអ្នកនាងគិតថាតើនាងគួរឲ្យអាណិតទេមិនគួរឲ្យអាណិតសោះអ្នកនាងឈៀវអ្នកនាងឈាមត្រជាក់ពេកហើយបើជារឿងរបស់អ្នកនាងវិញអ្នកនាងនឹងធ្វើយ៉ាងម៉េចខ្ញុំមិនអាចវាយតម្លៃរឿងនេះដោយមិនលំអៀងបានទេយ៉ាងណាមិញខ្ញុំមិនមែនជានាងទេខ្ញុំច្បាស់ជាមិនធ្វើខ្លួនឲ្យតច្រកព្រោះតែមនុស្សប្រុសម្នាក់ទេប៉ុន្តែបើវាសនាកំណត់ឲ្យខ្ញុំត្រូវជួបស្នេហាដ៏អភ័ព្វបែបនេះពេលនោះអ្នកដែលត្រូវស្លាប់គឺគូស្នេហ៍ក្បត់មួយគូនោះអ្នកនាងឈៀវនាងចូលចិត្តនិយាយដើមគេពីក្រោយខ្នងហេ